ហេតុអីបានជាមន្តតកោហើយស្លាប់ភ្លាមមូលហេតុមានច្រើនយ៉ាងប៉ុន្តែនេះជាមូលហេតុសំខាន់ដូចខាងក្រោមមូលហេតុដែលកើតឡើងញឹកញាប់បំផុតនោះគឺជំងឺ Newcastle មន់បាត់បង់ចំណង់អាហារស្រកទម្ងន់ពិបាកដកដង្ហើមរាកហើយក្នុងករណីធ្ងន់អាចមានបញ្ហាប្រព័ន្ធប្រសាទដូចជាក្បាលបត់ឬក៏ដើរមិនត្រង់ដើរងាវដោយភាគច្រើនបងប្អូនយើងតែងតែហៅថាមន្តតកោមន្តត្រកោមូលហេតុមួយទៀតនោះគឺជំងឺផ្ដាសាយបាក់សីដែលអាចធ្វើឲ្យមន់ឈឺធ្ងន់និងស្លាប់យ៉ាងលឿនជាពិសេសប្រសិនបើអ្នកមានមន់ច្រើនស្លាប់ក្នុងពេលខ្លីៗមកទ្រង់អស់តែម្ដងប្រសិនបើមន់ជាច្រើនក្បាលចាប់ផ្ដើមឈឺឬស្លាប់ភ្លាមសូមកុំយកមន់ឈឺនោះមកបរិភោគឬលក់ឲ្យអ្នកដទៃគួរញែកមន់ឈឺចេញពីហ្វូងនិងពិគ្រោះជាមួយពេទ្យសត្វដើម្បីរកមូលហេតុឲ្យបានច្បាស់លាស់ដូចមន់ខ្ញុំនេះបាទគឺព្យាបាលមិនទាន់ទេគឺមានតែកប់តែម្ដង